សួស្តីអ្នកនរគ្នាខ្ញុំបាទខេនតាថ្ងៃនេះយើងមកបន្តសេរីរឿងដានវគ្គតបន្តទៀតអ្នកបានមើលភាពមុនអាចចុចមើលបានកុំឲ្យខាតពេលយូរយើងចូលក្នុងវីដេអូយើងតែម្ដងមកមិនជឿទេថាបែបផ្នែក4ឈ្មោះថាខិនតាកូរ៉ាជឿរួមជឿខ្ញុំឈ្មោះខិនតាកូរ៉ាមែនពេលនោះបដាសាក៏បានរើឡើងមកក៏បានកវត្តអប៉ែហ្នឹងទៅខ្ទប់នឹងជាងតែម្ដងមកក៏បានដាក់ច្បាប់មកឲ្យអប៉ែផ្នែក4និយាយឈ្មោះខ្លួនឯងទៀតនោះទេអត់តាមផ្លូវមកក៏បានដូរឈ្មោះឲ្យអប៉ែឈ្មោះថាអូការ៉ូនដោយសារតែគេជួយចិត្តអូតាគូតែអូតាគូបកប្រែមកថារឿងអាកបាំងអាសាអប៉ែជួយចិត្តរឿងចឹងអប៉ែហ្នឹងគឺគាត់មិនយកព្រមនឹងឈ្មោះថ្មីរបស់គាត់នោះទេប៉ុន្តែចុងក្រោយក៏យកព្រមដដែលមកក៏គាត់ថាមកពីអប៉ែហ្នឹងជួយចិត្តឈ្មោះហ្នឹងហើយបានជាយកព្រមរឿងយ៉ាងហ្នឹងហើយក៏បានលោអប៉ែហ្នឹងរហូតដល់កន្លែងរស់អាតែភ្លើងគាត់បានមកបច្ចុប្បន្នអាប៉ែនឹងជាខ្លាំងហៀបផោមដាក់មុខគាត់យ៉ាងហ្នឹងតែអូគ្រូនេះវិញគឺកងខ្វល់ទេមកពីមកដាក់សភាពលើគាត់ពេកហើយតាសោកស្រើតែមេឃភ្លឺឡើងហើយមកក៏បានប្រាប់ទៅអូគ្រូថាថ្ងៃជាងប្រហែលជាខ្មោចមិនចាញ់នោះទេមកក៏បានឲ្យអាប៉ែហ្នឹងមកផ្ទះនាងដោយសារតែរៀងគាត់ដូចអូខេក៏បានដាក់ដល់ផ្ទះមកប្រាប់ថាយាយនាងមកឲ្យយកប្រុសណាចូលផ្ទះនោះទេបើឃើញយ៉ាងកាប់ប្រងាប់អូខេក៏បានដើរចូលផ្ទះប៉ុន្តែចរាយយកអីអូគ្រូសើតែឆេះតែម្ដងមកមិនគិតច្រើនទេក៏បានកវត្តអូគ្រូចូលក្នុងទឹកស្រែតែម្ដងហើយនាងស្រាប់តែឃើញលបងសសគឺមានបិទយន់បន្ទាប់មកក៏បានដកយន់ចេញដើម្បីឲ្យអូគ្រូចូលបានតែអូគ្រូមិនហ៊ានចូលទេខ្លាចឆេះដូចមិញមកក៏តបទៅវិញថាបើឆេះមែនក៏អូសចូលទឹកស្រែដូចមិញអញ្ចឹងនៅពេលដែលគាត់ដើរចូលគឺគ្មានអ្វីកើតឡើងនោះទេតែធ្វើគាត់សប្បាយចិត្តខ្លាំងនៅពេលដែលមកឃើញសក់ក្បាលពេទ្យហ្នឹងសើចង់និយាយមាត់មកក៏បានដើររកយាយនាងប៉ុន្តែយាយនាងមិននៅផ្ទះនោះទេហើយមកក៏បាននាំអូគ្រូទៅចូលបន្ទប់នាងហើយក៏ឲ្យអូគ្រូនៅក្រៅសិនដោយសារនាងស្លៀកសម្លៀកបំពាក់ថ្មីប៉ុន្តែសារអូគ្រូក៏បានរើឡើងក៏បានចូលបន្ទប់មកប៉ុន្តែមកមិនតស្លៀកពាក់ហើយនោះទេក៏បានរងគាត់បុកជាងជាខ្សែថ្មីហើយមកក៏ឲ្យអូគ្រូបើកទ្វារចុះឲ្យបាយទៅខាងនอกនាងក៏បានស្លៀកពាក់រួយក៏បានហុចកៅអៅទៅឲ្យអូគ្រូស្លៀកពាក់ដែរមកក៏បានសួរទៅអូគ្រូថាអាក្នុងខោមាននៅពេលដែលអូគ្រូឆែកមើលខោក៏ស្រាប់តែបាត់ទាំងមកចកោមហើយមកក៏សុំមើលប៉ុន្តែអូគ្រូក៏ជឿថាអ៊ីឈួតទេមិនឆ្ងល់បើអត់មានអញ្ចឹងមិនមើលទៅដូចម៉ាឡាកាំងហើយគេមកជាខ្លាំងដែលមានមកចកោមហ្នឹងឬក៏បានស្លៀកពាក់បន្ទាប់មកគេក៏បានបន្ទោសទៅលើមកអាកន្លែងអេពីសូត1ហ្នឹងមិនទៅរករឿងគេមុនមកក៏បានតបទៅថាខ្ញុំនៅតែខ្ញុំសោះឬមករករឿងខ្ញុំនិយាយរឿងអេលៀងអីណាបន្ទាប់មកអូគ្រូក៏បានសុំទោសទៅរកមកតែសារតែគាត់មិនចង់បាត់បង់ឱកាសនោះទេនៅពេលដែលជួបមកមិនដំបងពីព្រោះគាត់ចង់បានមិត្តភក្តិជាខ្លាំងគាត់មិនដែលមានមិត្តភក្តិនោះទេប៉ុន្តែនៅពេលដែលមកបង្ហាញមកក៏គាត់ថាហ្នឹងគឺជាឱកាសល្អហើយដែលបង្កើតមិត្តភក្តិថ្មីមកអញ្ចឹងហើយវាក៏ជាមូលហេតុដែលគាត់ដូចដាច់ដាក់ណាស់អញ្ចឹងនៅពេលដែលនិយាយមួយមកប៉ុន្តែចុងក្រោយគឺមកខុសពីគាត់ដាច់មិនដូចជាខ្ញុំមិនគួរណារាប់អានជាមួយមកសោះខ្ញុំពិតជាសុំទោសមែនតើរឿងទាំងអស់កើតឡើងមកពីគាត់បើរឿងអ្វីនៅពេលដែលបញ្ចប់យើងអាចរស់នៅជាមនុស្សធម្មតាហើយមិនស្គាល់គ្នាទៅចុះបញ្ហាគឺមកពីឯងគិតតែអញ្ចឹងហូតឯងធ្វើដូចជាខ្លួនឯងយកអារម្មណ៍មនុស្សផ្សេងអញ្ចឹងឲ្យតាមពិតទៅឯងមិនអាចដូចទេឯងគ្មានមិត្តភក្តិមកគឺមកពីឯងចរានអ្នកផ្សេងចេញទៅបន្ទាប់មកក៏បានមកលួងអូការ៉ូនប៉ុន្តែអូការ៉ូនក៏បានជេរមក Bitchពួកគេក៏បានជ្រុះគ្នាម្ដងទៀតដូចជាឆ្កែអាចច្រឡំសម្លេងកណ្ដឹងមួយក៏បានរោឡើងប៉ុន្តែចម្លែកអីសម្លេងកណ្ដឹងនេះគឺសម្រាប់ពួកខ្មោចសម្លេងកណ្ដឹងនៅទាំងមកគឺមានពីរមួយសម្រាប់មនុស្សមួយទៀតគឺសម្រាប់ខ្មោចនៅពេលដែលចុះក្រោមនាងស្រាប់ឃើញអ្វីម្យ៉ាងខ្មៅស្ទង់នៅក្រៅទ្វារបន្ទាប់មកនាងក៏បានឃើញយន់នៅលើតុនាងក៏ចង់ចាំថានាងក៏ភ្លេចបិទនៅពេលដែលចូលផ្ទះអូគ្រូពិតជាខ្លាំងអ្វីនៅខាងក្រៅពិតជាធំណាស់បន្ទាប់មកពួកគេក៏បានដើរទៅទ្វារក្រោយបន្ទាប់មកទីកន្លែងក៏បានផ្លាស់ប្ដូរមេឃងឹតយ៉ាងសម្អាប់ឲ្យធ្វើឲ្យគ្រប់យ៉ាងគឺមានតែពណ៌សនិងពណ៌ខ្មៅពេលនោះដែរទាំងមកក៏ស្រាប់តែមានជាងមួយរំពាត់ខាងឲ្យអ្នកទាំងពីរមិនអាចទៅណារួចនោះទេតាមមានវិធីណាចេញក្រោយបាននោះទេមកគឺមានកំណត់មួយគេយកយន់ទៅបិទនៅលបងទ្វារអូគ្រូក៏ប្រាប់ថានៅពេលដែលបិទយន់ទៅគឺគាត់គ្មានកន្លែងរត់គេចនោះទេហើយពេលនោះដែរមកក៏បានឃើញឈាមនៅលើយន់ហើយតាមប៉ិននោះឈាមក៏បានចេញតាមច្រមុះនាងចំណែកអូគ្រូវិញខ្ជាក់ឈាមហូរច្រមុះពីហ្នឹងគេឈាមមាត់និងឈាមច្រមុះបែបនេះគឺមកពីទីកន្លែងគឺមានខ្យល់មានពឹសតែជាតិអាប់ពឹសនេះមិនដឹងមកពីណានោះទេនៅពេលនោះដែរមកក៏បានឃើញកីឡាការស៊ូម៉ូយ៉ាងធំនៅក្រោយនាងហើយស៊ូម៉ូនោះក៏បានវាយប្រហារទៅលើម៉ូយ៉ាងរំពេចភ្នែកពួកគេក៏បានដាក់មេព្រុចរត់តែម្ដងកីឡាការស៊ូម៉ូក៏បានទះពួកគេខ្ទប់ទៅជាងតែម្ដងហើយបំរុងនឹងវាយប្រហារទៀតប៉ុន្តែពួកគេក៏បានធិចទាន់ពួកគេក៏បានរត់ពួនពួកគ្រូក៏ប្រាប់ថាកីឡាការស៊ូម៉ូនោះមិនមែនជាខ្មោចនោះទេពួកវាគឺជាអេលៀងស៊ូម៉ូគឺគេនិយាយថាគឺក្លឹបបង្ហាញខ្លួននៅក្នុងប្រទេសអាមេរិកនៅទីក្រុង Glenwood ហើយមាននិយាយថាគឺគេខ្លប់ឃើញវានៅប្រទេសជប៉ុនដែរហើយមកឆ្ងល់ហេតុអ្វីបានជាកណ្ដឹងខ្មោចនាងរកបើវាគឺជាអេលៀងលោកគ្រូតបថាប្រហែលជាវាតទៅនឹងខ្មោចហើយអេលៀងស៊ូម៉ូនោះក៏បានខ្ជាក់ចេញជាផ្សែងខ្មៅមកជាច្រើនដល់សាររបស់អូគ្រូក៏បានរើឡើងហើយអេលៀងស៊ូម៉ូនោះក៏បានវាយប្រហារនៅកន្លែងលក្ខណៈរបស់ពួកគេធ្វើឲ្យពួកគេគ្មានចម្រោះទេតពួននៅកន្លែងផ្សេងហើយមកគឺគ្មានដំណោះស្រាយចាត់ការអេលៀងនោះទេប៉ុន្តែអូគ្រូគឺមានកំណត់ថ្មីចង់ឲ្យមកនោះបលែងបដាសាគ្រប់គ្រងខ្លួនប្រាំប៉ុន្តែមិនមែនគ្រប់គ្រងខួរក្បាលកំណត់របស់គាត់នោះទេ
អូគ្រូនតថាគឺគាត់មិនខ្លាចទេបើវាជាអេលៀងបើបដាសាគ្រប់គ្រងតែរាងកាយរបស់គាត់គឺគាត់អាចប្រើធម្មពលនោះយកទៅវាយជាមួយអេលៀងស៊ូម៉ូហើយអេលៀងស៊ូម៉ូក៏បានរកពួកគេឃើញក៏បានបំផ្ទុះផ្ទះរបស់ចៅតែម្ដងមកនិយាយថាគ្រប់គ្រងបដាសារបស់អូគ្រូនគឺពិបាកណាស់តម្រាំថាគ្រប់គ្រងអានេះគ្រប់គ្រងនោះគឺវាពិបាកជាងមុនទៅទៀតប៉ុន្តែអូគ្រូនក៏ឲ្យម៉ូសាមកពេលដែលអេលៀងស៊ូម៉ូនោះវាប្រហារពួកគេអូគ្រូនក៏បានជួយម៉ូតាន់ពេលក្នុងហ្វមនេះដែរអូគ្រូនក៏បានផ្លាស់ប្ដូរទាំងស្រុងសក់ប្រាយជាពណ៌សកម្ពស់វិញខ្ពស់កងខ្នងជាងមុនទៀតហើយក៏បានដោះស្រមមុខថ្មីធំទៀតព្រោះចំណែកអចរិកវិញឈឺតែម្ដងមកក៏មានអារម្មណ៍ថាមិនសូវស្រួលដែរតែពេលហ្នឹងមានអារម្មណ៍ឈឺដូចជាខិនថាខួររ៉ាដែរមកលើជើងហើយក៏ខឹងក៏បានតបពងអាប៉ែហ្នឹងបងស្គីអត់មានហ៎អេលសូម៉ូនោះក៏បានមករកពួកគេហើយអូគ្រូនក៏បានឈោតតូលអាប៉ែនេះក្នុងហ្វមនេះឈឺដូចមនុស្សជក់ខ្នាមអញ្ចឹងហើយអេលសូម៉ូនេះមិនខ្វល់ច្រើននៅទេក៏បានទះខ្មៃនេះយកតែម្ដងហើយរឿងចម្លើយក៏បានកើតឡើងម្រាមដៃវាក៏ស្រាប់តែដាច់ងារទៅខាងនោះវិញក៏ប៉ាត់ទៅអូគ្រូនជាអ្នកខាំដៃវាដាច់សោះនេះគឺជាធម្មពលធ្វើបឹកក្រនេះពិតជាអស្ចារ្យមែនមកភ្ញាក់ផ្អើលនឹងល្បឿនលឿនរបស់អូគ្រូនតែមិញហ្នឹងគឺនាងមើលមិនទាន់ទៅសោះហើយអូគ្រូនក៏បានស្លឹងឌឺទៅរកអេលៀងស៊ឺម៉ូពេលនោះដែរក៏បានខ្ជិះឈាមជាច្រើនចេញមកហើយក៏ត្រូវបានអេលៀងនោះដំខ្ទប់ដីបំរុងត្រូវស៊ឺម៉ូនោះដំទៀតប៉ុន្តែត្រូវបានមួយម៉ូជួយទាន់អូគ្រូនក៏បានតបថាគឺគាត់មិនអាចទប់ទល់ជាមួយបដាសានោះទេគឺគាត់មានអារម្មណ៍ចង់ផ្ទុះជាខ្លាំងតែពេលតែកូនឈាមនោះមនុស្សកើតឡើងគឺមិនអាចធ្វើល្បឿនលឿនមកប៉ុណ្ណឹងទេតែកុំចាស់វាមិនទៅបើមិនហ្នឹងអូគ្រូនធប់បានដាច់ដៃវាតែប៉ុណ្ណឹងហើយនៅពេលនោះដែរម៉ូក៏បានចាក់អារម្មណ៍ថាវាគឺជាស៊ូម៉ូបាក់ដៃវាធ្លាក់ទៅក្រោមយើងអាចកម្ចាត់វាបានរៀបផែនការរួចពួកគេក៏បានស្ទុះយកទៅតែម្ដងនៅពេលដែលអូគ្រូនរត់ស្ទុះយកនឹងម៉ូក៏បានជួយជ្រុញឲ្យល្បឿនគាត់លឿនជាងមុនហើយក៏បានបុកជើងរបស់អេលៀងស៊ូម៉ូនោះដាច់តែម្ដងហើយម៉ូក៏បានទាញអូគ្រូនបុកទៅក្រោមតែម្ដងរួចបន្ទាប់មកដៃរបស់អេលៀងស៊ូម៉ូនោះក៏បានធ្លាក់ទៅក្រោមធ្វើឲ្យដៃវារយបាតប៉ុន្តែវាលែងខូចវាក៏បានដោះជើងនៅក្រៅខ្នងទប់កម្លាំងរបស់វាក៏មកធ្លាក់ទៅហើយវាក៏បានចាប់ម៉ូឬក៏បានដំនាងទៅខ្ទប់អញ្ចាំងតែធ្វើឲ្យអូគ្រូនភ័យជាខ្លាំងប៊ីងត្រូវធ្វើបោកក្រនេះគ្រប់គ្រងហើយប៉ុន្តែម៉ូឆ្លៀតជួយទៀតហើយបន្ទាប់មកម៉ូក៏បានជេឌីទៅលើអេលៀងស៊ូម៉ូធ្វើឲ្យវាខឹងដំម៉ូនឹងខ្ទប់អញ្ចាំងថែមទៀតវាដាក់សាប់យកមិនបណៃដៃសោះប៉ុន្តែវាគឺជាល្បិចរបស់ម៉ូនោះទេម៉ូធ្វើចឹងគឺឲ្យអេលៀងស៊ូម៉ូនោះវាយធ្វើម៉េចឲ្យមានចន្លោះធំឲ្យនាងនៅក្រៅលបងវានោះនាងក៏បានទាញអូគ្រូនមកចិត្តនាងហើយក៏បានទាញយន់ទៅបិទនឹងជាងដែលធ្វើឲ្យអេលៀងស៊ូម៉ូនោះឆេះស្លាប់បាត់ទៅពួកគេក៏បានរួចផុសអំពីអេលៀងស៊ូម៉ូបដាសារបស់អូគ្រូនចិត្តតែរើឡើងធ្វើឲ្យម៉ូធុញជាខ្លាំងសស្តាយរបស់អូគ្រូននេះគឺស្អាតជាងលើកមុនទៅទៀតហើយពេលនោះដែរម៉ូក៏បានដេកស្លាប់ទៅឱកាសល្អរបស់ធ្វើកូបូក្រែននេះក៏បានចូលគ្រប់គ្រងរបស់អូគ្រូនទៅអេពីសូត2របស់យើងក៏បានចប់ត្រឹមហ្នឹងបាទអ្នកនរគ្នាបានចិត្តក្នុងវីដេអូនេះអាចជួយ like និង Subscribe អញ្ចឹងហើយខ្ញុំមានតែប៉ុណ្្នឹងទេបាយបាយជួបគ្នានៅវីដេអូក្រោយ